បាទលើខ្ញុំសូមបាទយករបាំមួយមកជម្រាបជូនបងប្អូនបាទអានេះគឺជារបាំគ្រុឌណាអ្នកនរគ្នាបែបរបាំគ្រុឌគឺយើងមានតាំងពីបុរាណកាលមកហើយយើងសម្ដែងនេះគឺយើងសម្ដែងដោយសិស្សសាលាបាទគាត់មិនមែនជាអ្នកជំនាញខាងសម្ដែងរបាំទេក៏តែគាត់អាចសម្ដែងរបាំបានស្អាតបាទបានល្អអ្នកនរគ្នាបាទហើយបាទនិយាយទៅម្នាក់សិតតែមានទឹកដៃនៅក្នុងការសម្ដែងបាទខ្ញុំបានសូមគ្រប់គ្រងបាទនៅក្នុងសម្ដែងរបស់បងប្អូនបាទនៅរបាំគ្រុឌបាទហើយឃើញការសម្ដែងរបាំនេះឃើញមានតាក់ទាញអារម្មណ៍បាទតាក់ទាញភ្ញៀវបាទតាក់ទាញអ្នកមើលមែនតើបាទមានចំណាប់អារម្មណ៍បាទមានទាំងលើតែគេឧបត្ថម្ភលុយឧបត្ថម្ភអីបានច្រើនណាបងប្អូនដោយសារការសម្ដែងរបស់គាត់នឹងបាទពេញចិត្តបាទអ្នកស្ដាប់ហើយសូម្បីតែខ្ញុំបាទពេញចិត្តអ្នកមើលបាទសូម្បីតែខ្ញុំក៏ពេញចិត្តដែរហើយមើលការសម្ដែងរបស់គាត់នេះគឺគាត់មិនមែនជាអ្នកប្រកែសម្ដែងជំនាញទេក៏តែគាត់បានសម្ដែងបានល្អបាទដូចខ្ញុំនិយាយហ្នឹងបាទគាត់បានវឹកហាត់តែត្រឹមអាទិត្យពីអាទិត្យទេអ្នកនរគ្នាតែក្នុងការសម្ដែងគឺដូចជាអាជីពចឹងបាទតែជាអញ្ចឹងបាទអញ្ចឹងในក្រុមនេះគឺជាក្រុមសិស្សសាលាបាទរបស់យើងបាទអញ្ចឹងគឺគាត់សម្ដែងបែបរបាំគ្រុឌបាទហើយឃើញគាត់សម្ដែងនេះឃើញភ្ញៀវគ្រប់គ្រងគាត់ច្រើនបាទអ្នកទស្សនានិយាយទៅអ្នកទស្សនាអ្នកគ្នាពេញចិត្តតែការសម្ដែងរបស់គាត់បាទឮថាអ្នកខ្លះគេកក់គាត់ទុកទៀតសម្រាប់ការសម្ដែងនៅឆ្នាំក្រោយបន្តទៀតគេកក់គាត់ទុកបាទដោយសារក្រុមគាត់សម្ដែងបានល្អបាទហើយយើងឃើញមានទូជាច្រើនមានទូបាទនេះសត្វអីគេជាសត្វរមាំងអ្នកនរគ្នាបាទហើយទូកង្កោបបាទហើយមានទូបាទទូបាញ់ស្នូមិញអីទៀតបាទប្រវត្តិនៃរបាំគ្រុឌណាបាទខ្ញុំអត់ទាន់បានដឹងច្បាស់ដែរក៏តែខ្ញុំឃើញតាមជាក់ស្ដែងនេះគឺយើងមានច្រើនអ្នកលេងរបាំគ្រុឌណាមានបាទមានទូបាទកាន់ស្នូបាទមានទូបាញ់ព្រួញបាទមានទូលើកទងជ័យបាទអុកនេះអានេះហៅស្អីខ្ញុំអត់ស្គាល់ដែរនេះក្រង់នេះដល់គ្នាហ្នឹងលើហុកលឺរើងហើយបាទហើយមានក្រុមកង្កោកពីអាវឃីវនេះបាទហើយនេះអានេះដូចជាស្ដាច់បាទស្ដាច់គ្រុឌបាទយើងមានយៈបាទមានយៈទូអីបាទនេះគឺបែបបុរាណយើងមានសម្បូរបែបអ្នកនរគ្នាបាទឥឡូវខ្ញុំសូមចេញឈុតនេះបាទជូនអ្នកនរគ្នាមើលសិនបាទដោយសារអ្នកនរគ្នាខានមើលរបាំនេះយូរហើយបាទអញ្ចឹងសូមអ្នកនរគ្នាតាមដាននៅរបាំនេះបងប្អូនគ្នាបាទហើយសូមជួយឲ្យមេដៃបាទគ្រប់គ្រងមិត្តភ័ក្តិយើងម្នាក់មួយផងអ្នកនរគ្នាបាទអញ្ចឹងគ្រប់គ្រងណាដើម្បីលើកទឹកចិត្តគាត់ហើយបញ្ជាក់ម្ដងទៀតថាការសម្ដែងរបស់គាត់នេះគឺបាទមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីអ្នកទស្សនាអ្នកនរគ្នាបាទសារការសម្ដែងរបស់គាត់នេះគឺល្អដូចជារបាំមួយបាទដែលគេកម្របានឃើញហើយស្បាយហើយល្អមើលទៀតណាអ្នកនរគ្នាបាទអញ្ចឹងខ្ញុំអត់មានអីដែលត្រូវនិយាយបន្តទេសូមអរគុណអ្នកទាំងអស់គ្នាដែលតាមដាននៅការរៀបរាប់នៅបាទបែបរបាំគ្រុឌនេះខ្លះបាទត្រុសបាទជូនអ្នកនរគ្នាហើយក៏សូមអភ័យទោសដល់ពុកម៉ែបងប្អូននិងអ្នកនរគ្នាដែលខ្ញុំរៀបរាប់ទៅមិនទៅជាបាទត្រឹមត្រូវទេបាទនេះខ្ញុំរៀបរាប់បាទតាមអ្វីដែលខ្ញុំមើលឃើញសិនអ្នកនរគ្នាបាទអញ្ចឹងសូមទោសក្នុងការរៀបរាប់ទៅមិនទៅសមឬក៏ខុសត្រង់ចំណុចណាមួយបាទសូមទោសផងដែរចំពោះការរៀបរាប់ដែលមិនទៅត្រង់បាទក៏សូមទោសដល់អ្នកទស្សនាទាំងអស់ផងដែរដែលការរៀបរាប់នេះពុំទៅត្រូវឬក៏ពុំសមរម្យត្រង់ចំណុចណាមួយបាទអញ្ចឹងខ្ញុំបាទសូមអធិស្ឋានដោយសារខ្ញុំមិនជាអ្នកជំនាញខាងរបាំគ្រុឌទេក៏តែខ្ញុំគ្រាន់តែចង់រៀបរាប់ខ្លះជូនពុកម៉ែបងប្អូនឬក៏អ្នកទស្សនារបស់គ្នាឲ្យបានឃើញបាទដោយសារឃើញការសម្ដែងរបស់បងប្អូនជាសិស្សនេះការសម្ដែងរបស់គាត់គឺខ្ញុំបាទនិយាយទៅឲ្យវាដូង 100% តែម្ដងបាទគឺស្រឡាញ់ការសម្ដែងហើយចឹងក៏សូមជូនពរឲ្យអ្នកទស្សនាទាំងអស់ឬបងប្អូនទាំងអស់ជួបតែសេចក្តីសុខ
បាទសេចក្តីចម្រើនទាំងអស់គ្នាសូមអរគុណបាយបាយ